ជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកនិយាយអំពី final project ដែលទាក់ទងទៅនឹងការបង្កើត website ដែល website របស់ខ្ញុំទាក់ទងទៅនឹងសម្លៀកបំពាក់របស់មនុស្សស្រីគោលបំណងដែលខ្ញុំចង់បង្កើត website នេះឡើងគឺដោយសារខ្ញុំស្រឡាញ់វិស័យ fashion តើខ្ញុំសម្រេចចិត្តបង្កើត website នេះឡើងនៅក្នុង website របស់ខ្ញុំ target ដែលត្រូវ user អាយុប្រហែលចាប់ពីអាយុ15ឆ្នាំទៅ35ឆ្នាំនៅក្នុង website មួយនេះដែរuser អាចស្វែងរក style ដែល user ពេញចិត្តហើយធ្វើការ select item ដែលខ្លួនចង់បាននិងអាចចុច pay តាមរយៈ QR code ផងដែរចូលមកខាង file index HTML របស់យើងនៅក្នុង file index HTML ខាងនេះគឺជា link icon របស់ Bootstrap ដើម្បីយើងទាញយក icon ពីក្នុង Bootstrap មកប្រើប្រាស់ហើយនេះគឺជា link CDN របស់ Bootstrap នៅក្នុង body របស់យើងគឺមាន navigation នៅក្នុង navigation របស់យើងគឺមានដូចជា logo ហើយមានដូចជា home about collection ហើយនិង contact ហើយនៅក្នុង collection យើងមាន crop content ដែលជា item របស់យើងដែលមានដូចជា skirt, jeans, pants, high heels, sneaker និង shirt ហើយនៅក្នុង navigation យើងក៏មាន search និងប៊ូតុង search ផងដែរបន្ទាប់មកក៏មានប៊ូតុង login ហើយនេះគឺជា hamburger ដល់ពេលដែលវា appear ឡើងនៅពេលវា responsive ទៅជា mobile ឥឡូវយើងចូលទៅមើល home page ពីម្ដងក្នុង home page ខ្ញុំអត់មានអីច្រើនទេគ្រាន់តែមានឈ្មោះ website ហើយនឹងប៊ូតុង collection នៅពេលដែលយើងចុចទៅវានឹងចូលទៅកាន់item របស់យើងសម្រាប់ about page គ្រាន់តែមាន description អំពី model name ហើយនឹងរូបភាពពីរសម្រាប់បង្ហាញហើយនៅក្នុង collection យើងមានសម្រាប់ដាក់item របស់យើងដូចជា skirt, jeans, pants, high heels, sneaker, shirt ហើយនៅក្នុង item នីមួយៗហ្នឹងគឺមាន card សម្រាប់ដាក់រូបភាពឈ្មោះរបស់ item description របស់ item ហើយនឹងតម្លៃហើយនៅក្នុងមួយ item យើងមាន10 card សម្រាប់ footer ឬក៏យើងអាចហៅថាកន្លែង social កន្លែង contact កន្លែង contact ឥឡូវយើងចូលទៅមើលlogin HTML យើងសម្រាប់ login យើងគឺមាន form សម្រាប់ user បំពេញ email password confirm password និងប៊ូតុង login សម្រាប់ប៊ូតុង login នេះពេលដែលចុចទៅវានឹងចូលទៅកាន់ file index វិញឥឡូវចូលទៅមើលlogin.js កន្លែងនេះនៅពេលដែល user click ទៅលើ PI page ខ្ញុំចាំតិចនៅពេលដែល user click ទៅ on PI ជាដំបូងនៅពេលដែលយើងបញ្ចុះ password វានឹង load ជាអាចចំណេញតូចៗបើសិនជា user click ទៅលើ icon I វានឹង display password ពីអាចចុចចំណុចតូចៗទៅជា typing ហើយបើសិនជាវាចុចទៅលើ I/ping វានឹងបដូរពី type ទៅជាចំណុចតូចៗវិញហើយនេះកន្លែងខ្ញុំដាក់លក្ខខណ្ឌនៅពេលដែល user អត់បំពេញ email ទេវានឹង display មកខាងក្រោមថា you must be entered email ដែលចេញជាអក្សរបំផុតហើយសម្រាប់ password វិញខ្ញុំតាំង constant password secret ដែលវាស្មើនឹងសញ្ញាទាំងអស់នេះសញ្ញាអក្សរលេខហើយ special character អញ្ចឹងបើសិនជា user អត់បញ្ចូលស្មើមានទាំងអស់នេះទេវានឹង display password must be at least 8 character include at least one number and one special character ជាអក្សរពណ៌ក្រហមខាងក្រៅតែបើសិនបើ password បើ user បន្ទប់ password អត់ដូចទៅនឹង confirm password ទេវានឹង display password do not match ជាអក្សរក្រហមហើយបន្ទាប់មក user click on ប៊ូតុង login វានឹងចុចទៅកាន់ file index វិញឥឡូវកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់ website របស់យើងឥឡូវយើងចូលទៅកាន់ login យើងចូល email យើងនោះ
ហើយបើសិនបើខ្ញុំបញ្ចូល password ខុសពីវាអត់គ្រប់ណាstrong password វានេះពេលយើងចុចអាចទៅវានឹងចុចពេល display like this ហើយខ្ញុំបញ្ចូលខុសវាអត់ត្រូវគ្នា password ជាមួយ confirm password យើង display like this ហើយយើងចូលឲ្យវាត្រូវវិញហើយចូលមកដល់ index home index home page ហើយ home page ឥឡូវយើងមកដល់ home page ប៉ុន្តែសម្រាប់ Google in នេះខ្ញុំ fail ក្នុងការធ្វើដល់ពេលវាចេញ login ហើយវាអត់បាត់ទៅវិញនៅក្នុង home page របស់ខ្ញុំមានឈ្មោះ website ហើយនឹង button shop now ពេលយើងចុចទៅវានឹងចូលទៅកាន់ item របស់យើងហើយនៅក្នុង about page មាន description មួយចំនួនហើយនឹងរូបភាពពីរយើងអាច scroll បានហើយសម្រាប់ export collection ដល់ពេលយើងចុចទៅយើងចូល collection នេះចូលមើល item របស់យើងដល់ពេលយើងចុច export collection យើងចូលទៅមើល item របស់យើងហើយខ្ញុំsẽចូលចេញយើងចូល I sneaker share យក contact យើងលើក contact នេះថា subscribe វា animation ហើយយើងអាច scroll បានហើយចឹងបើយើងអាចចុចនេះក៏បានដែរហើយបើយើងចង់ទាញយើងអាចចុច select ហើយយើងអាចយកទៅបានចុច OK ហើយអាចជ្រើសរើសចំនួនហើយនឹងហើយវានឹងគណនា total យើងដល់យើងក៏អាច scan លុយ pay បានដែរចឹងហើយក៏ដូចគ្នាអាចចុចចឹងដែរប៉ុន្តែវាប៉ុន្តែសម្រាប់Footer នេះអត់មានអីសម្រាប់បងទេគាត់អាចចុចចូលទៅកាន់ Facebook បានfuture បើសម្រាប់ future goal សម្រាប់ future goal website មួយនេះវិញខ្ញុំចង់ឲ្យសម្រាប់ future goal website មួយនេះវិញខ្ញុំចង់ឲ្យនៅពេលដែល user ចុចឆ្លង login ទៅហើយវា back ត្រឡប់មក home page វានឹងបាត់ហើយវា display ជាមួយនឹង icon ពុតមនុស្សហើយមានចេះមនុស្សហើយមាន animation ជាហើយមាន animation ហើយចង់ design ឲ្យវាស្អាតជាងមុននិងមាន animation ច្រើនសម្រាប់ហើយខ្ញុំចង់ហើយមួយវិញទៀតខ្ញុំចង់ឲ្យ user អាច select size ទំហំហើយនឹងពណ៌ដែល user ចង់បានហើយ user អាចបញ្ចេញមតិឬក៏វាតម្លៃដូចជាការដាក់កាយដូចជាដើមឥឡូវនេះការបកស្រាយរបស់ខ្ញុំគឺចប់ហើយសូមអរគុណចំពោះការស្ដាប់ការបកស្រាយរបស់ខ្ញុំ